ឧទាហរណ៍អ្នកទាំងគ្នាដាច់បានន័យថាប្រភពទី1នេះភ្លើងរបស់យើងដាច់អញ្ចឹងខ្ញុំនឹងដកដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងបានន័យថាភ្លើងរបស់យើងដាច់បានន័យថា ATS របស់យើងវាអូតូភ្ជាប់មកខាងនេះដោយស្វ័យប្រវត្តិបាទសួស្តីអ្នកទាំងគ្នាថានេះខ្ញុំចង់បង្ហាញអ្វីដែលមាននៅក្នុង stock ស្រាប់ហើយចង់បង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបាន ATS មួយហ្វានិង ATS 3ហ្វាអញ្ចឹង ATS មួយហ្វានេះតម្លៃរបស់វាត្រឹមតែ$15 ATS 3ហ្វានេះតម្លៃរបស់វា$18អញ្ចឹងតែនៅក្នុងនេះមានអ្វីខ្លះនិងវាមានមុខងាររបៀបនៃការប្រើប្រាស់យ៉ាងដូចនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងបើកប្រអប់មកអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងនៅក្នុងនេះ ATS មួយហ្វារបស់យើងវាមានលក្ខណៈបែបនេះហើយក៏មានតាក់ទងនឹងឯកសារកាតាឡុករបៀបនៃការប្រើប្រាស់មកជាមួយផងដែរអញ្ចឹងចំពោះតាក់ទងនឹង ATS 3ហ្វាវិញខ្ញុំនឹងបើកប្រអប់ដើម្បីបង្ហាញជូនអ្នកទាំងគ្នាដូចគ្នាអញ្ចឹងនៅក្នុងនេះអ្នកទាំងគ្នាអាចមើលបានវាមានលក្ខណៈបែបនេះហើយក៏មានតាក់ទងនឹងឯកសារកាតាឡុករបៀបនៃការប្រើប្រាស់មកជាមួយផងដែរអញ្ចឹងនៅក្នុងនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងនៅក្នុងនេះអ្នកទាំងគ្នាអាចមើលបានខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅលើនេះបានន័យថាប្រភពភ្លើងភ្ជាប់បានន័យថាពីរប្រភពអញ្ចឹងប្រភពនៅខាងឆ្វេងនេះបានន័យថាហ្វាមួយណឺតមួយបានន័យថាមួយហ្វារបស់យើងនឹងភ្ជាប់ជាមួយនឹងភ្លើងប្រភពភ្លើងរត់ហើយចំពោះតាក់ទងនឹងប្រភពភ្លើងនេះវិញទី2អ្នកទាំងគ្នាអាចភ្ជាប់ជាមួយនឹងប្រភពភ្លើងម៉ាស៊ីនភ្លើងឬក៏ប្រភពភ្លើងសូឡាដែលអ្នកទាំងគ្នាមានហ្នឹងមួយហ្វាមានហ្វាមួយណឺតមួយដូចគ្នាហើយខាងក្រោមនេះអ្នកទាំងគ្នាអាចភ្ជាប់ជាមួយនឹងខ្សែភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់អ្នកទាំងគ្នាហើយចំពោះតាក់ទងនឹងឧបករណ៍ ATS 3ហ្វានេះដូចគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងបានន័យថាវាមានប្រភព2ដូចគ្នាបានន័យថាប្រភពទី1នេះចូលភ្លើង3ហ្វារបស់យើងហ្នឹង4សរសៃប្រភពភ្លើងរត់ហើយប្រភពភ្លើងទី2ប្រភពដែលអ្នកទាំងគ្នាមានជាប្រភពភ្លើងម៉ាស៊ីនភ្លើងឬក៏សូឡាអ្នកទាំងគ្នាអាចចូលនៅខាងស្ដាំនេះមកបានន័យថា3ហ្វា4សរសៃដូចគ្នាហើយខាងក្រោមនេះអ្នកទាំងគ្នាអាចភ្ជាប់ខ្សែភ្លើងដើម្បីភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់អ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងភ្ជាប់ខ្សែភ្លើងដើម្បីបង្ហាញជូនអ្នកទាំងគ្នារបៀបនៃការប្រើប្រាស់ផងដែរអញ្ចឹងខ្ញុំនឹងមានជាខ្សែភ្លើងហើយនឹងព្រីដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានខ្ញុំនឹងភ្ជាប់ខ្សែដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងនៅលើនេះអ្នកទាំងគ្នាអាចភ្ជាប់ជាមួយនឹងភ្លើងរត់មកអញ្ចឹងវាមានហ្វានិងណឺតអញ្ចឹងមួយហ្វារបស់យើងវាមានហ្វានិងណឺតខ្សែ2សរសៃអញ្ចឹងខ្ញុំនឹងភ្ជាប់ខ្សែមកដើម្បីបង្ហាញជូនអ្នកទាំងគ្នាហើយបន្តមកទៀតអ្នកទាំងគ្នាអាចភ្ជាប់ជាមួយនឹងប្រភពទី2ដោយអ្នកទាំងគ្នាឧទាហរណ៍មានជាប្រភពម៉ាស៊ីនភ្លើងឬក៏ប្រភពសូឡាជាដើមអញ្ចឹងអ្នកទាំងគ្នាអាចមើលបានន័យថាចូលខ្សែហ្វានិងខ្សែណឺតដូចគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅលើអញ្ចឹងអ្នកទាំងគ្នាអាចមើលបាននៅលើនេះបានន័យថាអ្នកទាំងគ្នាភ្ជាប់ប្រភព2ហើយអ្នកទាំងគ្នាអាចភ្ជាប់ជាមួយនឹងខ្សែឧបករណ៍នៃការប្រើប្រាស់ពីខាងក្រោមនេះអញ្ចឹងអ្នកទាំងគ្នាអាចមើលបានខ្ញុំនឹងបង្ហាញភ្ជាប់ដើម្បីបង្ហាញជូនអ្នកទាំងគ្នាហើយបន្តមកទៀតអ្នកទាំងគ្នាអាចជាប់ពីខាងនេះបានន័យថាអ្នកទាំងគ្នាអាចប៉ងខ្សែទៅហ្វាចូលហ្វានៅខាងឆ្វេងនេះនៅចូលនៅដូចគ្នាមកអញ្ចឹងខ្ញុំនឹងប៉ងដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកអាចប៉ងបានមើលបានខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាហ្វាចូលហ្វាមកអញ្ចឹងអ្នកទាំងអាចមើលបានខ្ញុំបានភ្ជាប់រួចរាល់អញ្ចឹងអ្នកទាំងអាចខ្ញុំនឹងភ្ជាប់ដើម្បីបង្ហាញជូនអ្នកទាំងឧទាហរណ៍អ្នកទាំងមានប្រភពបែបនេះអញ្ចឹងអ្នកទាំងអាចតេស្តសិនបានតើខ្សែមួយណាហ្វាឬក៏ណឺតអញ្ចឹងអ្នកទាំងអាចមើលបាននៅខាងនេះហ្វានៅខាងនេះណឺតហើយតាក់ទងនៅខាងនេះហ្វាខ្សែមួយនេះណឺតអញ្ចឹងខ្ញុំនឹងភ្ជាប់ខ្សែដើម្បីបង្ហាញជូនអ្នកទាំងអញ្ចឹងប្រភពទី1អ្នកទាំងអាចមើលបានខ្ញុំនឹងបង្ហាញជូនអ្នកទាំងអញ្ចឹងនៅលើនេះនៅពេលដែលអ្នកទាំងភ្ជាប់ប្រភពទាំងពីរខ្ញុំនឹងបង្ហាញជូនអ្នកទាំងអញ្ចឹងនៅលើនេះអ្នកទាំងអាចមើលបានន័យថាប្រភពអ្នកទាំងគ្នាអាចមើលនៅត្រង់ចំណុចនេះអ្នកទាំងគ្នាអាចកាច់ទៅលើនេះត្រង់ចំណុចអូតូឬក៏ menu អញ្ចឹងបានន័យថាអូតូវាដំណើរការទៅតាមដំណើរការស្វ័យប្រវត្តិហើយតើតើ menu ដំណើរការទៅតាមអ្វីដែលអ្នកទាំងគ្នាកាច់ដៃអញ្ចឹងខ្ញុំយក menu មកដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងអាចឧទាហរណ៍អ្នកទាំងគ្នាដាច់បានន័យថាប្រភពទី1នេះភ្លើងរបស់យើងដាច់អញ្ចឹងខ្ញុំនឹងដកដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងបានន័យថាភ្លើងរបស់យើងដាច់បានន័យថា ATS របស់យើងវាអូតូភ្ជាប់មកខាងនេះដោយស្វ័យប្រវត្តិហើយបន្តមកអ្នកទាំងគ្នាអាចមើលត្រង់ចំណុចបាននៅពេលដែលវាមានភ្លើងវិញ ATS របស់យើងវាអូតូមកខាងនេះអញ្ចឹងអ្នកទាំងគ្នាអាចមើលត្រង់ចំណុចនេះបើសិនបើអ្នកគ្នាដកភ្លើងបែបនេះវាអត់ដំណើរការទេហើយអ្នកទាំងគ្នាអាចមើលបាននៅពេលដែលដាច់ភ្លើងប្រភពទី1វាមកខាងនេះវិញអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាកាច់មកកន្លែង menu នេះវិញឧទាហរណ៍មានភ្លើងទាំងពីរបែបនេះអញ្ចឹងអ្នកទាំងគ្នាអាចបង្ហាញមើលរបៀបនៃការប្រើប្រាស់អញ្ចឹងនៅពេលដែលវាមក menu នេះអ្នកទាំងគ្នាអាចបានន័យថាកាច់ចលិបមកអូតូមកឬក៏ menu អាស្រ័យទៅលើអ្នកទាំងគ្នាចង់បានអញ្ចឹងឧទាហរណ៍ខ្ញុំយក menu កាច់ដោយដៃអញ្ចឹងសេរីមកភ្លើងខាងនេះតើវាភ្លឺឬក៏អត់អញ្ចឹងអ្នកទាំងគ្នាអាចមើលបានវាអត់ភ្លឺទេអញ្ចឹងដោយសារតែយើងដាច់ប្រភពនៅខាងនេះអញ្ចឹងបើសិនបើអ្នកទាំងគ្នាយកអូតូបានន័យថាភ្លើងរបស់យើងវាកាច់អូតូទៅតាមអ្វីដែលវាដំណើរការប្រភពណាដាច់បានន័យថាប្រភពមួយនោះវាដំណើរការបានធម្មតាអញ្ចឹងអ្នកទាំងគ្នាអាចមើលរបៀបនៃការប្រើប្រាស់គឺវាមានលក្ខណៈបែបនេះអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅត្រង់ចំណុចនេះចូលប្រភពភ្លើងរត់ត្រង់ចំណុចនេះអ្នកទាំងគ្នាអាច
ចូលប្រភពភ្លើងម៉ាស៊ីនភ្លើងឬក៏ solar ដែលអ្នកគ្នាមានប្រភពទី2ហ្នឹងហើយបន្តមកអ្នកគ្នាអាចភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់អ្នកគ្នាគឺវាមានលក្ខណៈបែបនេះ pha នឹងនៅចេញមកហើយបន្តមកអ្នកគ្នាអាចប៉ុង pha ចូល pha ត្រង់ចំណុចនេះមកហើយអ្នកគ្នាអាចមុននឹងភ្ជាប់ខ្សែអ្នកគ្នាអាចតេស្តតើខ្សែមួយណា pha ឬក៏នៅអ្នកគ្នាភ្ជាប់ហ្នឹងហើយបន្តមកខ្ញុំនឹងដើម្បីបង្ហាញជូនអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចមើលត្រង់ចំណុចនេះបានបើសិនបើវាដាច់បែបនេះអញ្ចឹងខ្ញុំតេស្តម្ដងទៀតដើម្បីបង្ហាញជូនអ្នកគ្នាវាមានលក្ខណៈបែបនេះអញ្ចឹងអ្នកគ្នាអាចមើលត្រង់ចំណុចនេះបានបើសិនបើអ្នកគ្នាយកអូតូវាដំណើរការដោយស្វ័យប្រវត្តិបានន័យថាវាដំណើរការនៅពេលដែលដាច់ប្រភពមួយណាវាបានន័យថាទៅប្រភពមួយទៀតដើម្បីឲ្យវាដំណើរការបានធម្មតាហើយចំពោះ ATS 3 pha នេះបានន័យថាការភ្ជាប់ភ្លើងឲ្យដូចគ្នាអញ្ចឹងអ្នកគ្នាអាចភ្ជាប់ជាមួយនឹងប្រភពភ្លើងរត់3 pha នេះ4សរសៃចូលពីបានន័យថាខាងនេះហើយបន្តមកប្រភពភ្លើងមួយទៀតអ្នកគ្នាមានជាប្រភពភ្លើង solar ឬក៏ប្រភពម៉ាស៊ីនភ្លើងអ្នកគ្នាអាចភ្ជាប់ពីកន្លែងនេះមកហើយបន្តមកអ្នកគ្នាអាចប៉ុងដូចគ្នាបានន័យថាតើ pha មួយណា pha A pha B pha C នៅលើនេះវាដាក់បង្ហាញជូនអ្នកគ្នាអញ្ចឹងរបៀបនៃការប្រើប្រាស់និងភ្ជាប់នឹងការប្រើប្រាស់ ATS គឺវាមានលក្ខណៈបែបនេះអញ្ចឹង ATS មួយ pha នេះបានន័យថាតម្លៃរបស់វាត្រឹមតែ$15 ATS 3 pha នេះតម្លៃរបស់វា$18ហើយរបៀបនៃការប្រើប្រាស់ខ្ញុំបានបង្ហាញជូនអ្នកទាំងគ្នាហើយអត្ថប្រយោជន៍អ្នកទាំងគ្នាអាចមើលបានរបៀបនៃការប្រើប្រាស់ហើយអាចបញ្ជាដោយដៃនិងឲ្យវាបញ្ជាអូតូក៏បាននៅពេលដែលដាច់ភ្លើងប្រភពមួយណាហើយតាក់ទងនឹងការប្រើប្រាស់ ATS នេះអាចប្រើប្រាស់ចាប់ពី1អាំពែរហូតដល់63អាំពែផងដែរហើយខ្ញុំបានមានវីដេអូរបៀបនៃការប្រើប្រាស់និងបើសិនបើអ្នកគ្នាយកទៅប្រើប្រាស់មានចម្ងល់អីអាចសួរខ្ញុំបាទបន្ថែមបានខ្ញុំបានអាចប្រាប់អ្នកទាំងគ្នាផងដែរហើយបើសិនបើអ្នកទាំងគ្នាចង់បានខ្ញុំបានធានា ATS នេះថ្មីសិន100% ជូនអ្នកទាំងគ្នាមានប្រអប់ផងដែរហើយបើសិនបើអ្នកគ្នាទិញភ្លាមមានភ្លាមនៅក្នុង stock ហើយបើសិនបើអ្នកគ្នាចង់បាន ATS មួយ pha នេះតម្លៃ$15 ATS 3 pha នេះតម្លៃ$18បើសិនបើអ្នកគ្នាចង់បានអាចតាក់ទងតាមលេខទូរស័ព្ទឬក៏តាមលេខ Telegram ខ្ញុំបាទបានខ្ញុំបាទសូមអរគុណ